សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតទី6នៃតើខ្ញុំជាមនុស្សអាក្រក់ឬទេឬក៏ Am I the asshole អញ្ចឹងចំណងជើងអេពីសូត6តើខ្ញុំជាមនុស្សអាក្រក់ឬទេដែលចង់ទៅចូលរួមពិធីមង្គលការរបស់បងស្រីរបស់ខ្ញុំដោយគ្មានវត្តមានប្រពន្ធរបស់ខ្ញុំភេទប្រុសអាយុ34ឆ្នាំមានបងស្រីម្នាក់អាយុ37ឆ្នាំដែលជាមេម៉ាយកូនមួយគ្រួសាររបស់ខ្ញុំជិតដិតនឹងគ្នាខ្លាំងណាស់ប៉ារបស់ខ្ញុំតែងតែអញ្ជើញពួកយើងទៅផ្ទះរបស់គាត់ជារៀងរាល់2ខែម្ដងវាជារបៀបរក្សាភាពស្និទ្ធស្នាលរវាងគាត់និងកូនរបស់គាត់ទាំងអស់គ្នាបងស្រីខ្ញុំតែងតែមានវត្តមានជានិច្ចបញ្ហាវានៅត្រង់នេះបងស្រីរបស់ខ្ញុំហើយនិងប្រពន្ធរបស់ខ្ញុំអាយុ32ឆ្នាំនៅពេលដែលពួកគេនិយាយរឿងអីទាស់សម្ដីគ្នាបន្តិចប្រពន្ធរបស់ខ្ញុំតែងតែនិយាយពាក្យធ្ងន់ធ្ងរនិងមិនសមរម្យទៅកាន់បងស្រីរបស់ខ្ញុំឧទាហរណ៍ថាពាក្យមួយដែលគាត់តែងតែនិយាយជារឿយៗបងឯងអត់ខ្មាស់ខ្លួនឯងទេអាយុប៉ុណ្ណឹងហើយអត់ទាន់មានប្តីហើយនៅមួយម៉ាយកូនមួយទៀតខ្ញុំបានប្រាប់ប្រពន្ធរបស់ខ្ញុំជាច្រើនដងថាអានឹងលើសហើយក៏អត់ចាំបាច់អីត្រូវទៅនិយាយអញ្ចឹងដាក់គាត់ដែរមានរបៀបច្រើនណាស់ដែលត្រូវនិយាយបើសិនជាអូនចង់និយាយពីក្នុងចិត្តប៉ុន្តែគាត់អត់ស្ដាប់ខ្ញុំទេគាត់នៅតែអញ្ចឹងដល់ឥឡូវនេះ the plot twist បងស្រីរបស់ខ្ញុំនឹងរៀបការឆាប់ៗនេះហើយអនាគតប្តីរបស់គាត់គឺពិតជាមនុស្សល្អមែនទែនហើយមានលុយទៀតគាត់អញ្ជើញអ្នកទាំងអស់គ្នានៅក្នុងគ្រួសារលើកលែងតែប្រពន្ធរបស់ខ្ញុំម្នាក់គត់គាត់បាននិយាយច្បាស់ហើយថាប្រពន្ធរបស់ខ្ញុំតែងតែធ្វើឲ្យគាត់មានអារម្មណ៍មិនល្អមានអារម្មណ៍ថាមិនស្មើគេឯងដូច្នេះហើយគាត់មិនចង់ឲ្យប្រពន្ធរបស់ខ្ញុំទៅចូលរួមថ្ងៃមង្គលការរបស់គាត់ទេពេលដែលយើងមកដល់ផ្ទះវិញប្រពន្ធរបស់ខ្ញុំខឹងតឹងនាងនិយាយថាអត់សមទេហេតុអីបានបងស្រីបងឯងអញ្ជើញតែបងឯងអត់អញ្ជើញខ្ញុំបើសិនជាគាត់អត់អញ្ជើញខ្ញុំអញ្ចឹងបងឯងក៏មិនបាច់ទៅដែរតែខ្ញុំប្រាប់គាត់វិញថាអត់ទេបងត្រូវតែទៅព្រោះគាត់ជាបងស្រីបងហើយអូនឯងជាអ្នកសាងខ្លួនឯងទេអារឿងហ្នឹងវាជាថ្ងៃមង្គលរបស់គាត់សមនឹងទទួលបានភាពរីករាយនិងសុភមង្គលដោយគ្មាន drama តាំងពីពេលនោះមកប្រពន្ធរបស់ខ្ញុំចាប់ផ្ដើមចេញចរិតរក្សាគម្លាតពីខ្ញុំហើយគាត់បាននិយាយថាខ្ញុំជ្រើសរើសយកគ្រួសារមិនជ្រើសរើសយកគាត់អញ្ចឹងសរុបមកវិញតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលចង់ទៅចូលរួមពិធីមង្គលការរបស់បងស្រីខ្ញុំដោយគ្មានប្រពន្ធខ្ញុំថ្ងៃនេះរៀងប្លែកពីរដងយើងនឹងអាន top comment ទៅលើ post ហ្នឹង top comment មិនអាក្រក់ទេប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីបានជាលោករៀបការជាមួយនឹងមនុស្សបែបហ្នឹងបើជាខ្ញុំវិញខ្ញុំនឹងឲ្យបងស្រីរបស់ខ្ញុំផ្ញើក្រដាសលេងគ្នាឲ្យនាងយូរណាស់បាត់ហើយអូខេការគិតរបស់ខ្ញុំគិតចឹងដែរហេតុអីបាន OP គាត់រៀបការមួយមនុស្សស្រីអញ្ចឹង like ខ្ញុំគិតថាមនុស្សដែលល្អមិនថាស្រីថាប្រុសហ្នឹងណាគេមានតែអមថាបងប្អូនរបស់គ្រួសារយើងគាត់អត់ត្រូវគ្នាយើងមានតែធ្វើជាអាញាកណ្ដាលឬក៏ជាអ្នកផ្សះផ្សាអានេះគេថាបើមិនបានជួយចោកជួយចៅទេកុំយកជើងរាទឹកជាពិសេសមនុស្សស្រីហ្មងគួរតែធ្វើជាតែផ្សះផ្សាគ្រួសារហ្នឹងណាតែអានេះគ្រួសារគេស្រឡាញ់គ្នាចិត្តដិតគ្នាហើយយកទៅជាបំបាច់គេខ្ញុំគិតថាមនុស្សអញ្ចឹងគឺមនុស្សអាក្រក់ខ្លាំងណាមនុស្សដែលមិនគួររស់នៅជាមួយមនុស្សដែលមិនគួរយកខ្លួនបៀតហ្មងកុំថាឡើយប្រពន្ធស្បីតែមិត្តភក្តិក៏មិនគួររាប់អានយកមនុស្សចឹងធ្វើជាមិត្តភក្តិដែរអានឹងការគិតរបស់ខ្ញុំហ្មងគឺជាឲ្យឆ្ងាយកាន់តែឆ្ងាយកាន់តែល្អមនុស្សបែបហ្នឹងគួរខ្លាច so yeah episode ហ្នឹងមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាមានការគិតយ៉ាងណាចាំជួយ comment នៅក្រោមនឹងផងថែមល្បាយម្នាក់មួយម៉ាត់ទៅចាំជួបគ្នានៅ episode ក្រោយ